បាទស្ដីទាំងអស់គ្នាយើងកណនី limit មួយចឹងដើម្បីកណនីបានយើងជួសមើលរៀងសិនចឹងបើយើងជួសបូកអណនទៅកន្លែង x នេះវាស្មើនឹងបូកអណនហើយយើងចំនួនទៅកន្លែង ln នេះវាស្មើ ln នៃ1ហើយយើងនឹងស្រាប់ឲ្យ ln នៃ1គឺស្មើប៉ុន្មាន ln នៃ1គឺប្រកាសជាស្មើ0ណាចឹងស្មើនឹងរៀងវាគឺបូកអណនគុណនឹង0ចឹងអណនគុណនឹង0រៀងមិនកំណត់អណនគុណនឹង0អញ្ចឹងយើងតាំងតែស្មើនឹង1លើ x អញ្ចឹងនាំឲ្យ x ជាស្មើ1លើតេវិញអញ្ចឹងយើងបើ x ខិតទៅជិតបូកអណននោះតេយើងខិតទៅជិត0យើងបានa យើងគឺស្មើនឹង limit តេខិតទៅជិត0នៃ x យើងចំនួនដល់1លើតេ ln នៃ1បូកតេអញ្ចឹងយើងអាចសរសេរបានថា limit តេខិតទៅជិត0នៃ ln នៃ1បូកតេលើតេទីចូលរូបមន្តយើងគឺស្មើនឹង limit x ខិតទៅជិត0នៃ1បូក x លើ x គឺស្មើនឹង1អញ្ចឹងដូចនេះ limit a យើងដូចនេះ limit a យើងគឺស្មើនឹង1បាទសូមអរគុណ